សៀវភៅដើរតាមបេះដូងវគ្គទី10ធ្វើជាមនុស្សរីករាយនៅពេលខ្ញុំយកសៀវភៅទី1របស់ខ្ញុំក្រោមចំណងជើងថា Being Happy ទៅកាន់រោងពុម្ពមួយចំនួនពួកគេសុទ្ធតែនិយាយថារបស់ចុងក្រោយដែលពិភពលោកយើងកំពុងតែត្រូវការគឺសៀវភៅបែបជោគជ័យនិងការអភិវឌ្ឍខ្លួនឯងពួកគេចង់មានន័យថាសៀវភៅនេះគឺពិភពលោកមិនត្រូវការទេពួកគេក៏បានបន្ថែមផងដែរថាដើម្បីសរសេរសៀវភៅដូចជា Being Happy បែបនេះខ្ញុំគួរតែជាអ្នកជំនាញខាងព្យាបាលផ្លូវចិត្តទើបបានត្រូវគឺមិនមែនជាអ្នកគូរគំនូរឡើយបន្ទាប់ពីវាត្រូវបានគេបដិសេធចោលអស់រយៈពេល1ឆ្នាំកន្លះទីបំផុតខ្ញុំរកឃើញ Media Master នៅសង្ហបុរីដែលជាអ្នកបោះពុម្ពប្រកបដោយចក្ខុវិស័យវែងឆ្ងាយ Media Master ភ្លាមៗនោះបានប្រាប់ខ្ញុំថាទីផ្សារសៀវភៅគឺកំពុងតែប្រកួតប្រជែងគ្នាខ្លាំងសម្បើមណាស់ហើយណាមួយខាងកាសែតនិងស្ថានីយទូរទស្សន៍ក៏មានការចាប់អារម្មណ៍តិចតួចលើអ្នកនិពន្ធដែលមិនមានកេរ្តិ៍ឈ្មោះដូច្នេះយើងត្រូវការយុទ្ធសាស្ត្រយើងបានសម្រេចចិត្តថាត្រូវយកសៀវភៅ Being Happy ទៅបង្ហាញសាធារណជនដោយផ្ទាល់នៅពេលយើងបើកសម្ពោធសៀវភៅនេះនៅសង្ហបុរីខ្ញុំនាំយកក្តារខៀនបង្ហាញរូបភាពនិងមីក្រូហ្វូនដែលនិយាយនៅគ្រប់បណ្ណាគារក្នុងទីក្រុងខ្ញុំបានគូររូបតុក្កតានិយាយអំពីទស្សនវិជ្ជារបស់ខ្ញុំនិងចុះហត្ថលេខាលើសៀវភៅជូនអតិថិជននៅសាលាវិទ្យាល័យនិងសាកលវិទ្យាល័យខ្ញុំនិយាយទៅកាន់សិស្សានុសិស្សហើយនៅតាមបណ្ដាក្រុមហ៊ុននានាខ្ញុំបាននិយាយទៅកាន់បុគ្គលិកក្រុមហ៊ុនទាំងនោះយើងប្រកាន់ភ្ជាប់យុទ្ធសាស្ត្រនេះរហូតដល់តែសៀវភៅ Being Happy ត្រូវបានចុះបញ្ជីថាជាសៀវភៅលក់ដាច់បំផុតមួយនៅសង្ហបុរីហើយបន្ទាប់មកយើងប្រើយុទ្ធសាស្ត្រដូចគ្នានេះនៅប្រទេសម៉ាឡេស៊ីអូស្ត្រាលីនិងប្រទេសផ្សេងៗទៀតខ្ញុំបានចំណាយពេល6ឆ្នាំក្នុងការធ្វើដំណើរទៅប្រទេសជាច្រើនជុំវិញពិភពលោកខ្ញុំបាននិយាយនៅក្នុងឃ្លាំងដាក់ទំនិញនៅក្នុងគុកហើយគូររូបតុក្កតានៅក្នុងផ្សារទំនើបរាប់ពាន់រហូតធ្វើឲ្យខ្ញុំមានគំនិតថាខ្ញុំគួរសរសេរសៀវភៅបន្ទាប់ហើយដាក់ចំណងជើងថា Shopping Mall of the World ភាគច្រើនយុទ្ធសាស្ត្រនេះធ្វើឲ្យខ្ញុំសប្បាយរីករាយខ្លាំងណាស់ប៉ុន្តែក៏មានថ្ងៃខ្លះនៅពេលខ្ញុំក្រោកឡើងនៅក្នុងបន្ទប់សន្តាគារហើយគិតថាប្រសិនបើខ្ញុំនៅបណ្ណាគារមួយទៀតខ្ញុំច្បាស់ជាក្អួតហើយដាច់ខ្យល់ស្លាប់មិនខានមួយបណ្ណាគារម្ដងមួយទីក្រុងម្ដងមួយប្រទេសម្ដងទីបំផុតយើងបាននាំយកសៀវភៅ Being Happy ទៅកាន់ទីផ្សារអន្តរជាតិហើយបន្តិចម្ដងកាសែតនិងទូរទស្សន៍ចាប់ផ្ដើមហៅយើងទៅសម្ភាសន៍ធ្វើការបណ្ដើរយើងសប្បាយចិត្តបណ្ដើរនៅអូស្ត្រាលីដំណើរផ្សព្វផ្សាយរបស់យើងគឺធ្វើឡើងពេញកាលវិភាគគ្មានចន្លោះឡើយគឺគ្រាន់តែយន្តហោះហើរកង់ភ្លាមយើងចាប់ផ្ដើមយុទ្ធនាការរបស់យើងភ្លាមនៅប្រទេសនូវែលសេឡង់វិញពួកគេស្នើឲ្យខ្ញុំគូររូបតុក្កតានៅលើវិទ្យុរបស់ពួកគេដើម្បីសម្ពោធសៀវភៅ Being Happy នៅសហរដ្ឋអាមេរិកយើងបានរៀបចំពិធីជប់លៀងបរិភោគស្រាក្រឡុកមួយសម្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្ថានទូតអូស្ត្រាលីដែលស្ថិតនៅលើដងវិថី Fifth Avenue ក្នុងទីក្រុង Manhattan យើងបានផ្ញើលិខិតអញ្ជើញទៅកាន់ក្រុមហ៊ុនកាសែតការចល័តផ្សព្វផ្សាយព័ត៌មានស្ថានីយទូរទស្សន៍និងវិទ្យុនានាដែលស្ថិតនៅក្នុងរដ្ឋ East Coast សហរដ្ឋអាមេរិកយើងបានរៀបចំអាហារដើម្បីផ្ដល់ជូនមនុស្សចំនួន200នាក់ខ្ញុំបានហោះទៅកាន់ទីក្រុងញូវយ៉កនៅថ្ងៃទី20មិថុនាឆ្នាំ1990ដើម្បីធ្វើយុទ្ធនាការមួយទៀតនៅទីនោះនៅថ្ងៃទី20នោះគឺចំពេលដែលលោក Nelson Mandela ក៏ធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉កដែរចូលអ្នកទាយទៅមើលថាតើមានប្រព័ន្ធផ្សព្វផ្សាយប៉ុន្មានដែលចាប់អារម្មណ៍លើរូបខ្ញុំ Andrew នេះជាលោក Nelson Mandela ទៅគឺ0ប្រសិនបើអ្នកមានពិធីជប់លៀងបរិភោគស្រាក្រឡុកមួយតែម្នាក់ឯងពោលគឺមានតែអ្នកនិងអ្នកបម្រើ11អ្នកប៉ុណ្ណោះពេលនោះអ្នកនឹងដឹងថាពិធីជប់លៀងដែលអ្នកមិនអាចបំភ្លេចបានឡើយពេញមួយជីវិតនេះមនុស្សសួរខ្ញុំថាតើលោកធ្វើយ៉ាងម៉េចទៅអាចលក់សៀវភៅបាន1លានក្បាលបានខ្ញុំប្រាប់ពួកគេវិញថាគឺខ្ញុំធ្វើដំណើរពី3លានគីឡូដំឡើងនិយាយផ្សព្វផ្សាយចំនួន500កន្លែងធ្វើបទសម្ភាសន៍1000ដងនិងបាត់កញ្ចប់អីវ៉ាន់ចំនួន23ដងរឿងនេះគឺមិនមែនស្ដីអំពីសៀវភៅឬអាជីវកម្មនោះទេប៉ុន្តែវាគឺស្ដីអំពីការធ្វើសេចក្តីជោគជ័យឲ្យកើតមានលើក្តីបំណងឬគម្រោងការមួយដែលអ្នកមានចេតនាចង់សម្រេចឲ្យបានជាទីបំផុតអ្នកចាប់ផ្ដើមពីចំណុចឬកន្លែងណាដែលអ្នកអាចអ្នកធ្វើអ្វីៗគ្រប់យ៉ាងដែលអ្នកអាចធ្វើបានវាពឹងផ្អែកលើការប្រឹងប្រែងជាងពឹងលើសំណាងចំណងនៅពេលដែលអ្នកខ្វល់ខ្វាយហើយយកចិត្តទុកដាក់លើអ្វីដែលអ្នកធ្វើអ្នកនឹងការសេចក្តីរីករាយហើយសេចក្តីរីករាយនេះនឹងដឹកនាំអ្នកឆ្លងទៅកាន់កលៈទេសៈនេះនៅពេលអ្នកការសេចក្តីរីករាយនឹងការងាររបស់ខ្លួនអ្នកមិនត្រូវការនរណាមកលើកទឹកចិត្តរបស់អ្នកទៀតទេ
នៅពេលអ្នកបើកភោជនីយដ្ឋានដែលជាក្តីស្រមៃរបស់អ្នកហើយបើគ្មាននរណាម្នាក់ចូលញ៉ាំអ្នកនៅតែបន្តសាកល្បងបង្កើតមុខម្ហូបថ្មីៗគំនិតថ្មីៗនិងទីតាំងថ្មីៗរហូតតតែភោជនីយដ្ឋានរបស់អ្នកពេញអ៊ូអរដោយអតិថិជនបើអ្នកខ្សែធនអ្នកអាចនាំភាពរីករាយនឹងការងារនេះរបស់អ្នកទៅកាន់មនុស្សណាម្នាក់ដែលមានលុយច្រើនជាងអ្នកហើយធ្វើឲ្យគាត់ក្លាយជាដៃគូរបស់អ្នកឆ្លងកាត់សេចក្តីមុំមងខ្លះៗប៉ុន្តែនៅក្នុងដួងចិត្តរបស់អ្នកដឹងច្បាស់ថាអ្នកកំពុងស្ថិតនៅលើផ្លូវត្រឹមត្រូវទៅកាន់ភាពជោគជ័យច្បាស់ណាស់អ្នកត្រូវការឆន្ទៈនិងការតាំងចិត្តច្រើនសម្បើមណាស់ប៉ុន្តែចំណងរបស់អ្នកគឺជាមូលដ្ឋានគ្រឹះភាពត្រឹមត្រូវគឺកើតចេញពីអារម្មណ៍ដែលប្រកបដោយគោលបំណងច្បាស់លាស់វាគឺជាកាតព្វកិច្ចរបស់អ្នកចំពោះខ្លួនឯងនិងចំពោះអ្នកដទៃក្នុងការធ្វើអ្វីដែលធ្វើឲ្យអ្នកសប្បាយរីករាយនៅលើโลกនេះគឺមានច្រើនគ្រប់គ្រាន់ណាស់ទៅហើយនឹងមនុស្សស្បែកស្ដើងដែលមិនទាន់នឹងដាក់ទៅលើភ្លើងផងក៏ស្រែកថាក្តៅរលាករោលបាត់ទៅហើយដំណើរស្វែងរកក្តីសុបិនគឺគ្មានឡើយលិខិតធានារ៉ាប់រងដើម្បីបញ្ជាក់ថាវាជាដំណើរងាយស្រួលពីមួយជំហានទៅមួយជំហានជីវិតជានិច្ចកាលកាន់តែពិបាកទៅប៉ុន្តែអ្នកមានឱកាសដើម្បីរីស្គូស្គាយពោលគឺមានឱកាសដើម្បីមើលឃើញខ្លួនឯងបានក្លាយទៅជាមនុស្សដែលអ្នកប៉ងប្រាថ្នាពិតប្រាកដគំនិតសំខាន់ទោះអ្នកកំពុងស្ថិតនៅកន្លែងណាក៏ដោយក៏អ្នកមិនដែលជាប់គាំងឡើយព្រោះអ្នកគឺជាមនុស្សមិនមែនជាដើមឈើឯណា4អ្វីទៅជាពាក្យដោះសាររបស់អ្នកពេលអ្នកអានដល់ជំពូកនេះវាប្រហែលជាធ្វើឲ្យអ្នកមានអារម្មណ៍មូម៉ៅដោយគិតថា Andrew ធ្វើអ្វីដែលយើងស្រឡាញ់ចូលចិត្តស្ដាប់មើលទៅល្អណាស់ប៉ុន្តែលោកមិនដែលដឹងអំពីស្ថានភាពពិតរបស់ខ្ញុំទេប្រសិនបើអ្នកមានក្តីសុបិនដែលមិនតបំពេញនៅឡើយចូលអ្នកសិក្សាវិភាគពាក្យដោះសារទាំងអស់ដែលអ្នកចូលចិត្តប្រើជានិច្ចកាលយើងពិតជាមិនស្មោះត្រង់នឹងខ្លួនឯងឡើយយើងស្រែកឡើងថារបស់នេះទៅមិនរួចរបស់នោះធ្វើមិនកើតប៉ុន្តែតាមពិតការងារទាំងនោះគឺងាយស្រួលសោះ Mary និយាយថាខ្ញុំស្រឡាញ់និងចង់រៀនបុរាណវិទ្យាខ្លាំងណាស់ប៉ុន្តែក្តីសុបិននេះគឺមិនអាចទៅរួចទេខ្លឹមសារនៅពីក្រោយពាក្យសម្ដីរបស់នាងគឺដើម្បីសិក្សាបុរាណវិទ្យាបានខ្ញុំត្រូវការរបស់តែមួយទេនៅក្នុងចំណោមទាំងអស់នោះគឺកត្រូវមានពិន្ទុគ្រប់គ្រាន់ទៅតាមការកំណត់ឬខត្រូវធ្វើការក្រៅម៉ោងនៅក្នុងហាង Casino ដើម្បីយកលុយមកបង់ថ្លៃសាលាឬកត្រូវការប្រាក់កម្ចីដើម្បីបង់ថ្លៃសិក្សាឬខឈប់ចេញទៅញ៉ាំអាហារពេលល្ងាចនៅខាងក្រៅចំនួន4ឆ្នាំឬក៏ងធ្វើទាំងអស់ខាងលើតែប៉ុណ្ណោះប៉ុន្តែនាងបានសម្រេចចិត្តថាបុរាណវិទ្យាគឺមានតម្លៃមិនស័ក្តិសមនឹងការលះបង់ដើម្បីធ្វើកិច្ចការទាំងអស់ឬសូម្បីតែមួយខាងលើនេះទេច្បាស់ណាស់ខ្លឹមសារពិតរបស់ពាក្យសម្ដីម៉ារីគឺបើលោកគិតថាខ្ញុំត្រូវធ្វើកិច្ចការទាំងអស់នេះដើម្បីមានលុយចូលរៀនបុរាណវិទ្យាគូក្បាលរបស់លោកប្រហែលជាមានបញ្ហាហើយខ្ញុំធ្វើមិនបានទេជីមនិយាយថាខ្ញុំចង់បានផ្ទះមួយល្វែងជារបស់ខ្លួនឯងគាត់បាននិយាយពាក្យនេះអស់ពេល23ឆ្នាំមកហើយអត្ថន័យក្នុងពាក្យសម្ដីរបស់ជីមនេះគឺខ្ញុំចង់បានផ្ទះមួយល្វែងប្រសិនបើក៏ខ្ញុំមិនចាំបាច់ខំប្រឹងសន្សំលុយខ្លាំងពេកទេខខ្ញុំមិនចាំបាច់ខំប្រឹងធ្វើការខ្លាំងពេកទេឬក៏ខ្ញុំមិនចាំបាច់បដូរទៅរស់នៅបណ្ដោះអាសន្ននៅផ្ទះជួលដែលថោកបំផុតឡើយទីបំផុតជីមនៅតែបន្តរស់នៅក្នុងផ្ទះឈ្នួលរបស់គាត់រហូតមកដល់សប្តាហ៍ថ្ងៃ Berry និងជីមបានធ្វើការសម្រេចចិត្តមួយដែលមិនត្រឹមត្រូវហើយក៏មិនខុសដែរពោលគឺការសម្រេចចិត្តដែលមានលក្ខណៈពីរោះស្ដាប់មិនមែនជាអ្វីដែលអាក្រក់នោះទេអ្វីដែលធ្វើឲ្យវិនាសនោះគឺត្រង់ថាពួកគេធ្វើពុតថាខ្លួនគ្មានជំរើសផ្សេងពីនេះទេតើមានមនុស្សប៉ុន្មានអ្នកដែលចេះតែត្អូញត្អែថាវាមិនអាចទៅរួចទេក្នុងការផ្លាស់ប្ដូរការងារឬមុខរបររបស់ខ្លួនរហូតដល់ជំងឺបេះដូងចូលមកវាយប្រហារតើពួកគេផ្លាស់ប្ដូរការងារឬមុខរបររបស់ខ្លួនតតែបាននៅទីបំផុតយើងធ្វើដោយខ្លួនឯងឬកលៈទេសៈបង្ខំយើងឬអ្នកផ្សេងធ្វើជំនួសយើងហេតុអ្វីត្រូវចាំរហូតដល់ដុកទ័រប្រាប់ថាអ្នកនៅសល់តែ6ខែទៀតដើម្បីរស់ទើបអ្នកចាប់ផ្ដើមបដូរមកធ្វើការដែលខ្លួនស្រឡាញ់ចូលចិត្តនៅក្នុងជីវិតចុះបើក្តីសុបិនរបស់ខ្ញុំមិនអាចទៅរួចតើធ្វើយ៉ាងម៉េចទៅមនុស្សគឺជាសត្វប្រកបដោយបញ្ញាដែលអាចធ្វើរឿងអស្ចារ្យនឹកស្មានមិនដល់ចូលពិចារណាអំពីលោក Roger Crawford ដែលជាជនជាតិអាមេរិកកើតមកមានជើងតែម្ខាងនិងមានដៃពីរតែគ្មានប្រអប់ដៃទេប៉ុន្តែ Roger បានក្លាយជាអ្នកវេទិនីអាជីពដ៏ល្បីល្បាញម្នាក់ទៅវិញហើយមិនត្រឹមតែប៉ុណ្្នឹងទេគាត់ធ្វើជាគ្រូបង្រៀនកីឡានេះជាមុខរបរចិញ្ចឹមជីវិតថែមទៀតផងបើអ្នកចង់ដឹងអ្នកអាចអានសៀវភៅរបស់គាត់បានដែលមានចំណងជើងថា
Flying from the Heart រឿងរបស់ Roger នឹងធ្វើឲ្យអ្នកក្រឡេកមកមើលដែនកំណត់របស់អ្នកម្ដងទៀតមិនខានលោក Digital Dan នៃទីក្រុង Ferndale ក្នុងរដ្ឋ California សហរដ្ឋអាមេរិកធ្វើជាជាងឈើរហូតដល់គាត់មានជំងឺមហារីកបំពង់កហើយទទួលការវះកាត់យកបំពង់កចោលនៅពេលគាត់និយាយលេងបានគាត់ប្រែក្លាយទៅជា DJ ចាក់តន្ត្រីឲ្យគេស្ដាប់ទៅវិញ Dan វាយពាក្យសម្ដីដែលគាត់ចង់និយាយនៅលើកញ្ចក់កុំព្យូទ័រដូច្នេះកុំព្យូទ័រគឺជាអ្នកនិយាយជំនួសគាត់មានចំណុចមួយដូចគ្នានៅក្នុងចំណោមបុគ្គលជោគជ័យជាច្រើនគឺពួកគេតែងតែចាប់ផ្ដើមយឺតយ៉ាវមែនទែនពោលគឺពួកគេគួរតែចាប់ផ្ដើមតាំងពីយូរណាស់មកហើយអ្នកប្រហែលជាធ្លាប់ឃើញអ្នកដែលរួមរឹតដោយជំងឺហឺតប៉ុន្តែបានក្លាយទៅជាអត្តពលករជើងឯកអ្នកធ្លាប់ឃើញសិទ្ធិដែលប្រែជាខ្សែធនអ្នកប្រហែលជាធ្លាប់ឃើញរឿងរាប់ពាន់ស្ដីអំពីជនអន្តោប្រវេសន៍ដែលបានក្លាយជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យនិងអគ្គនាយកក្រុមហ៊ុននៅពេលឧបសគ្គព្រួតគ្នាដើម្បីប្រឆាំងអ្នកអភិវឌ្ឍភាពរឹងប៉ឹងខាងអារម្មណ៍និងផ្លូវចិត្តដើម្បីគ្រាន់តែធ្វើឲ្យខ្លួនរស់នៅក្នុងមួយគ្រានោះប៉ុន្តែក្រោយមកភាពខ្លាំងក្លាដែលអ្នកអភិវឌ្ឍដើម្បីរស់នេះនឹងក្លាយជាអាវុធសម្ងាត់របស់អ្នកគំនិតសំខាន់យើងតែងតែមានជំរើសបើពេលនេះអ្នកមិនកំពុងធ្វើអ្វីមួយទេវាបណ្ដាលមកពីអ្នកកំពុងតែដាក់ថាមពលរបស់អ្នកនៅកន្លែងណាផ្សេងសំណួរមិនមែនសួរថាហេតុអ្វីវាមិនអាចទៅរួចនោះទេប៉ុន្តែផ្ទុយមកវិញត្រូវសួរថាតើមានអ្វីខ្លះដែលខ្ញុំគ្មានឆន្ទៈចង់ធ្វើនៅពេលអ្នកនិយាយថាខ្ញុំនឹងធ្វើការងារនេះខ្ញុំមិនខ្វល់ថាវាពិបាកប៉ុណ្ណាឡើយពេលនោះទៅជីវិតនឹងចាប់ផ្ដើមគាំទ្រអ្នកមិនខានសូមអរគុណសូមរងចាំស្ដាប់ភាគបន្ត